ចង់សួរអ្នកស៊ីមរៀបថាតើមានអារម្មណ៍មិនដែរនៅពេលដែលនៅខេត្តស៊ីមរៀបតំបន់ទេសចរក៏ដូចជារមណីយដ្ឋានកាន់តែរីកទីច្រើនមែនតើអត់តលុយសោះអត់រីកសោះកាន់តែស្រកទៅអញ្ចឹងថ្ងៃនេះខ្ញុំចង់ណែនាំបងប្អូនទាំងគ្នាឲ្យស្គាល់នៅទីតាំងមួយកន្លែងទៀតហើយជាតំបន់ទេសចរដែលទៅតែផ្ទុះល្បីថ្មីដែលនៅទីតាំងនេះគេថានៅកពតអីចឹងទៅតែប៉ិតនៅខាងក្នុងខេត្តស៊ីមរៀបយើងទេគឺនៅម្ដុំផ្លូវស្រះស្រង់ដែលនៅទីនេះគឺមានឈ្មោះថាបឹងបាតជុំឬក៏បឹងខ្មោចនៅកន្លែងនេះបងប្អូនបច្ចុប្បន្ននេះគឺថាគេមានការលក់ដូរច្រើនមែនតើជុំវិញបឹងនេះតែម្ដងយើងអាចមកជិះកាយ៉ាក់មកអង្គុយញ៉ាំអីបែបពិកនិចឬក៏បែបកៅអីតង់អីចឹងទៅហើយក៏គេមានលក់កាហ្វេលក់បបល្ហុងលក់អីផ្សេងនិយាយទៅមានច្រើនមែនតើបងប្អូនមើលទេសភាពនៅក្នុងវីដេអូរបស់ខ្ញុំទៅបើនិយាយពីមនុស្សវិញគឺថាមកច្រើនខ្លាំងមែនតើហើយនិយាយទៅស៊ីមរៀបខ្ញុំសរសើរមែនតើអ្នកស៊ីមរៀបឲ្យតែមានតំបន់ទេសចរណាដែលល្បីអីគាត់តែងតែទៅជួយគ្រប់គ្រងក៏និយាយទៅលេងកំសាន្តហើយនិយាយទៅមកខេត្តស៊ីមរៀបគឺអត់ខ្វះទេកន្លែងដើរលេងខ្ញុំហ៊ាននិយាយថា10000កន្លែងដែលត្រូវដើរលេងហើយ1លានកន្លែងដែលដឹងដើរលេងនៅណាទេអញ្ចឹងបងប្អូនអ្នកមកលេងខេត្តស៊ីមរៀបបើស្គាល់តំបន់ទេសចរផ្សេងកុំភ្លេចជួយ comment នៅក្នុងវីដេអូមួយនេះខ្លាញ់អ្នកដែលគាត់ចូលចិត្តអាន comment គាត់ដឹងតំបន់ទេសចរផ្សេងទៀតផងដែរអញ្ចឹងសម្រាប់វីដេអូរបស់ខ្ញុំចង់បង្ហាញទីតាំងផ្លូវចូលនៅក្នុងបឹងបាតជុំឬក៏បឹងខ្មោចនេះបើសិនជាយើងជិះមកម្ដងផ្លូវសាស្រង់គឺយើងនឹងឃើញទីតាំងកន្លែងសាលារៀនក៏ដូចជាសាលាឃុំហើយបងប្អូនជិះចូលតាមផ្លូវនឹងមកចូលប្រហែលជាប្រហែល100ម៉ែត្រទេគឺនៅខាងឆ្វេងដៃមានផ្លូវបត់គេដាក់ផ្លាកនឹងផងដែរអញ្ចឹងយើងជិះមកដល់គឺដល់ហើយអញ្ចឹងបើថាមនុស្សវិញអូយខ្នែនខ្នាប់តែម្ដងមនុស្សច្រើនណាស់មនុស្សមកលេងច្រើនណាស់បងប្អូនអញ្ចឹងសម្រាប់សប្តាហ៍នេះត្រូវនៅថ្ងៃអាទិត្យថ្ងៃសៅរ៍ហ្នឹងកុំភ្លេចមកលេងទាំងអស់គ្នាដែលបឹងបាត់ជុំឬក៏បឹងខ្មោចអញ្ចឹងសម្រាប់ការជិះកាយ៉ាក់តម្លៃកាយ៉ាក់គេដូចជាក្នុង1ម៉ោងត្រឹមតែ5000រៀលតែប៉ុណ្ណោះហើយសម្រាប់ការជិះទូកធំអីហ្នឹងគឺតម្លៃតាមនឹងជាក់ស្ដែងហើយអ្វីដែលខ្ញុំចង់មកគឺថាបងប្អូនមកអង្គុយញ៉ាំអីបែបមើលទេសភាពអញ្ចឹងណាគឺថាវាមានអារម្មណ៍ថាស្រស់ស្រាយអញ្ចឹងហើយចិត្តតែចង់ណែនាំចិត្តតែចង់ថតឲ្យបងប្អូនទាំងអស់គ្នាមើលទៅគឺជាពិសេសគឺអ្នកនៅស៊ីមរៀបដឹងតែមកទាន់មកមុនគេដោយសារតែនៅចិត្តអញ្ចឹងណាបងប្អូនអញ្ចឹងសម្រាប់វីដេអូរបស់ខ្ញុំគឺមានតែប៉ុណ្្នឹងទេបងប្អូនបើសិនជាការនិយាយស្ដីមានការខុសឆ្គងអីសូមខន្តីអភ័យទោសពីបងប្អូនទាំងអស់គ្នាផងហើយបងប្អូនបើសិនជាស្រឡាញ់ចូលចិត្តសូមកុំភ្លេចជួយ like page ឬជា share វីដេអូនេះម្នាក់មួយផងអ្នកស៊ីមរៀបគ្នាយើងអញ្ចឹងវីដេអូរបស់ខ្ញុំមានតែប៉ុណ្្នឹងទេជម្រាបលាជួបគ្នានៅវីដេអូក្រោយ